បាទសូមជម្រាបសួរបាទបងប្អូនបាទនៅក្នុងដែនសង្គមបាទជាទីរាប់អានបាទថ្ងៃនេះបាទខ្ញុំមានបាទរឿងមួយបាទសូមឲ្យបងប្អូនបាទជួយចែករំលែកបន្តបាទថាក៏ដូចជាបាទចូលរួមបាទអនុវត្តធ្វើបាទជាមួយខ្ញុំបាទគឺពាក់ព័ន្ធនឹងបញ្ហាព្រំដែនបងប្អូនបាទបងប្អូននឹងទេប្រាសាទមួយចំនួនបាទនាពេលបច្ចុប្បន្ននេះបាទថៃបានបដូរឈ្មោះទៅជាភាសាថៃបាទហើយស្ថិតនៅក្នុងប្រទេសថៃបាទហើយបើសិនជាយើងលើបន្តបាទបែបនេះបាទទៅមុខប្រកាសជាពិភពលោកបាទឬក៏ Google Map អាចយល់ច្រឡំថាវាជាបាទប្រាសាទរបស់ថៃបាទអញ្ចឹងបាទដើម្បីទប់ស្កាត់ដល់បញ្ហាទាំងនេះបាទអញ្ចឹងបាទសូមជម្រាបបងបាទចូលរួមធ្វើបាទជាមួយខ្ញុំបាទអ្វីដែលកូនខ្មែរយើងទាំងអស់គ្នាយើងត្រូវចូលរួមធ្វើទាំងអស់គ្នានោះបងប្អូនចូលមកបាទ Google Map មកបាទហើយបាទបងប្អូនបាទ search ពីបាទប្រាសាទថាក្របីបាទបងប្អូន search ជាភាសាតាំងក៏បានបាទជាភាសាខ្មែរក៏បានដែរអូខេចេញមកឲ្យបងប្អូនបាទដូចបងប្អូនបានឃើញអញ្ចឹងបាទឥឡូវនេះបច្ចុប្បន្ននេះគឺថៃបានប្រូរឈ្មោះបាទទៅប្រាសាទតាខ្វាយបាទតែប្រែជាភាសាខ្មែរយើងគឺប្រាសាទតាក្របីនឹងឯងបាទអញ្ចឹងដើម្បីកុំឲ្យបាទពិភពលោកយល់ច្រឡំបាទហើយនឹង Google បាទដឹងពីកន្លែងហ្នឹងដែលជាកន្លែងមួយដែលមិនដឹងទៅទេបងប្អូនបាទចូលមកក្រោមមកបាទនេះបងប្អូនបាទបងប្អូនបាទឃើញកន្លែងដែលបាទ success edit នេះបងប្អូនចូលមកបាទហើយបន្ទាប់មកបងប្អូនបាទនេះរកមកពាក្យនេះកន្លែង GPA ខ្វាយនេះបាទ the place is closed or not here ណាបាទបងប្អូនចុចកន្លែងហ្នឹងមកបាទហើយមកដល់ចំណុចនេះបងប្អូនយកពាក្យdoesn't is it here បាទបន្ទាប់ពីបងប្អូនចុចនោះហើយបងប្អូនចុច submit មកបាទជាការស្រេចបងប្អូនបាទអញ្ចឹងសង្ឃឹមថាបាទបងប្អូនយើងដែលបាទបងប្អូនកូនខ្មែរយើងបាទចូលរួមបាទធ្វើទាំងអស់គ្នាបាទដើម្បីកុំឲ្យពិភពលោកបាទយល់ច្រឡំបាទហើយក៏សូមអរគុណមែនទែនបាទចំពោះបងប្អូនដែលបានបាទចូលរួមអនុវត្តធ្វើទាំងអស់គ្នាបាទហើយសង្ឃឹមថាបងប្អូននឹងចែកលេខបន្តទៅមិត្តភ័ក្តិបងប្អូនយើងដែលអត់ទាន់បានដឹងបាទនឹងចូលរួមអនុវត្តធ្វើទាំងអស់គ្នាបាទសង្គ្រាមបាទក្រៅពីយើងប្រមូលឈាមដោយស្ពីវុតបាទក៏អាចតាមប្រព័ន្ធ digital ផងដែរបាទសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាបាយបាយ